បាទជម្រាបសួរបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែកចំណេះដឹងមួយដែលមិត្តជាងដៃថ្មីហើយនឹងមិត្តជាងដែលគាត់មិនតាន់ចេះបន្តតាក់ទងនឹងសុំ iPhone ណាហ្នឹងហើយគឺយើងនិយាយទៅយើងថាបូតពីជាន់ហ្នឹងហើយវីដេអូនេះដោយសារខ្ញុំបានរំលងខ្លះប៉ុន្តែខ្ញុំយកមកធ្វើនេះគឺខ្ញុំលើកឡើងចង់ចែកម្លែកដល់មិត្តជាងដែលគាត់ទំតដៃថ្មីគាត់អត់តន់បៀកនៃការប្រើប្រាស់សំណហើយនឹងឲ្យបានគ្រប់ជើងអញ្ចឹងណាបងប្អូនហើយបើនិយាយទៅគេហៅថាបន្ទោសសុំហ្នឹងហើយអញ្ចឹងបងប្អូនមុននឹងបន្ទោសហ្នឹងទី1បងប្អូនត្រូវជូតពុំណាជូតពុំឲ្យបានស្អាតនិយាយទៅបងប្អូនយើងយកសាំងនឹងហើយនឹងក្រាស់យើងដោះតាមប្រឡោះដែលវាមានជាប់កំតិចកំទីអីក៏មិនអាចឲ្យជាប់បានដែរទី1ទី2នៅលើសុំហ្នឹងហើយនៅលើក្តារដែលយើងដូចថានៅលើបតនេះគឺ11 Pro Max អញ្ចឹងបងប្អូនត្រូវសម្លឹងមើលតើវាមានប្រភេទកុំឲ្យវាមានស្រល់ឬក៏មានសាំងមានអីសើមនៅលើបតរបស់យើងណាហ្នឹងហើយក្តាររបស់យើងហ្នឹងហើយទី2បងប្អូនបើសិនណាត្រូវមើលតាមជើងដែរដូចថានៅលើជើងហ្នឹងបើវាមានលក្ខណៈមួយវាក្រាំងឬក៏វាមានលក្ខណៈក្អែលហ្នឹងហើយជើងមួយណាក្អែលបងប្អូនទៅគិតថាបើសិនជាអាចបងប្អូនយកកបិតស្រួចហ្នឹងហើយឬក៏យើងយកឡាមខ្មៅរបស់យើងហ្នឹងយើងកាច់ឲ្យស្រួចមកយើងកោសវាឲ្យគ្រប់ជើងទៅហ្នឹងហើយឲ្យវាចេញភាគច្រើនបូតម៉ាស៊ីនដែលយើងធ្លាប់អត់តបានធ្លាប់ជួសជុលទេភាគច្រើនគឺវាមានក្អែលហ្នឹងចឹងបងប្អូនទៅកោសហ្នឹងហើយកោសវាស្អាតទៅអញ្ចឹងបានបងប្អូនដាក់ស្លឹកពុំដែលយើងបានបន្តដែលយើងបានលាងនឹងស្អាតហ្នឹងទៅដល់ពេលយើងដាក់ជាមួយបតខាងក្រោមនោះទៅហើយនឹងពុំដែលយើងបានលាងស្អាតហ្នឹងឯងយើងបានសម្អាតស្អាតទៀតគឺកាន់តែល្អហ្នឹងហើយអញ្ចឹងជាដំបូងឡើយវិធីសាស្ត្ររបស់ខ្ញុំដែលខ្ញុំប្រើជាប្រចាំហ្នឹងហើយឥឡូវខ្ញុំសូមនិយាយរឿងតាក់ទងនឹងសំណដែលខ្ញុំបានបៀកនេះគឺសំណលេខ148អង្សាហើយសំណបងប្អូនយើងមិនពូតស្ងួតពេកទេយើងមើលនៅក្នុងកំប៉ុងរបស់យើងទៅបើសិនណាវាមានប្រេងច្រើនហ្នឹងហើយវាមានប្រេងច្រើនបងប្អូនគាត់ថាលើកមកយើងយកកណាត់កណាត់យើងជូតហ្នឹងយើងយកមកជប់បន្តិចទៅបានហើយមកកុំឲ្យនេះมันបាច់ទៅជប់ខ្លាំងឲ្យវាស្ងួតពេកទេកាលណាស្ងួតពេកបងប្អូនបៀកទៅគឺវាអត់ធ្លាក់ទៅក្រោមទេដោយសារវាស្ងួតខ្លាំងពេកណាហ្នឹងហើយអញ្ចឹងបច្ចេកទេសហ្នឹងហើយបច្ចេកទេសដែលខ្ញុំធ្វើនេះជាទូទៅសិស្សច្បងឬក៏មិត្តជាងដែលគាត់យល់ច្បាស់ពីសំណជាទូទៅគាត់ប្រើសាំងហ្នឹងហើយគាត់យកសាំងណាហ្នឹងហើយគាត់យកសាំងជប់ជាមួយកណាត់បន្តិចមកហើយគាត់យកជូតហ្នឹងហើយតែសម្រាប់ខ្ញុំអត់ប្រើទេអញ្ចឹងខ្ញុំប្រើតែត្បៀតហ្នឹងហើយត្បៀតនេះខ្ញុំគិតថាអត់ជាសម្រាប់បៀកសំណនេះខ្ញុំគិតថាអត់នេះទេអត់ឆក់ទេបងប្អូនព្រោះដោយសារខ្ញុំដាក់ទៅវាអត់មានអត់ឆក់ទេហ្នឹងហើយកន្លែងនេះខ្ញុំគោះពីរដងទៅដូចដើម្បីឲ្យវាធ្លាក់ទៅក្រោមហ្នឹងហើយយើងគោះវាទៅគោះឲ្យសពជ្រុងទៅប៉ុន្តែដៃបងប្អូនទៅចកត់ណាបងប្អូនពេលយើងគោះហ្នឹងយើងមិនមែនបលែងពុំណាត្រូវចកត់ហ្នឹងហើយយើងត្រូវចកត់វាទៅហើយយើងគោះហ្នឹងហើយត្រង់ចំណុចនេះបងប្អូនបើសិនណាចង់លើកទៅខាងណាក៏បានដែរស្រេចចិត្តបងប្អូនណាហ្នឹងហើយបងប្អូនគិតថាលើកទៅខាងឆ្វេងឬខាងស្ដាំគិតថាស្រួលបងប្អូនលើកតាមហ្នឹងទៅតែសម្រាប់ខ្ញុំលើកតាមវិធីរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងបងប្អូនមើលវីដេអូរៀនច្បងដែលគាត់បានចែកម្លែកទៅព្រោះដោយសារវីដេអូមានច្រើនហ្នឹងហើយទាក់ទងនឹងការបន្តសុំជើង iPhone ហ្នឹងហើយអញ្ចឹងខ្ញុំបន្តបានណាព្រោះដោយសារចែកបងប្អូនបើសិនជាអាចបងប្អូនលើកពុំនឹងហើយលើកតែក្តារស្លឹកប្រទេសស្លឹកនឹងហើយបងប្អូនមើលទៅបើវានៅជាប់ក៏ទុកវាចោលនឹងសិនទៅប៉ុន្តែកុំទាន់យកក្តារយកអាស្លឹកពុំអញ្ចឹងយកទៅលាងឬក៏ទៅអីសោះយើងត្រូវបើមើលដែរបើថាវាយើងមើលនៅក្នុង microscope របស់យើងទៅបើមានជើងណាដាច់ឧទាហរណ៍ថាជើងណាវាដុះអត់ស្មើអញ្ចឹង
បងប្អូនសម្លឹងមើលទៅមើលលើស៊ីមតិចឬក៏មើលលើជើងហ្នឹងទៅបើជើងហ្នឹងវាទៀមជាប់ម៉ាស់មានតែជើងហ្នឹងជើងម៉ាស់អញ្ចឹងបងប្អូនមិនដាក់ក៏បានដែរអញ្ចឹងណាហ្នឹងហើយតែបើថាបងប្អូនមើលទៅដូចជើងនេះមើលទៅសង្ស័យអញ្ចឹងបងប្អូនត្រូវទៅដាក់ចូលវិញអញ្ចឹងបងប្អូនទៅផ្លុំសំណដែលយើងបានបៀកដាក់លើបតហ្នឹងហើយទៅបងប្អូនអាចយកស្លឹកពុំហ្នឹងយកមកក្របដាក់វិញមកហើយយើងយកបៀកវាមិនបានតិចមកគឺវានឹងធ្លាក់ទៅក្រោមវិញហើយអញ្ចឹងណាហ្នឹងហើយវីដេអូនឹងខ្ញុំនឹងចេញភាសាទៀតនៅវីដេអូដែលខ្ញុំនឹងចេញវីដេអូភាសាទៀតនៅតាក់ទងនឹងដូចថាពេលដែលយើងបដោះទៅវាខ្វះសំណខ្វះកន្លែងជើងមកក្របពីក្របអញ្ចឹងណាហ្នឹងហើយប៉ុន្តែនេះខ្ញុំគាត់វីដេអូដែលខ្ញុំចែកសិនហ្នឹងហើយតំណងក្រងចំណុចនេះខ្ញុំប្រើកម្ដៅតែ300ខ្យល់40ទេខ្ញុំប្រើតិចទេព្រោះដោយសារខ្ញុំគិតថាបើយើងប្រើខ្លាំងគីឡូវាអាចនឹងលាកសុំមានអត់ខាងក្រោមអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ចែកម្លែកហ្នឹងហើយរាល់ការពាក្យសម្ដីដែលខ្ញុំនិយាយទៅវាមានលើសឬក៏មានខ្វះហ្នឹងហើយសូមបងឬក៏ដៃថ្មីមិត្តជាងដៃថ្មីអីហ្នឹងហើយកុំប្រកាន់អីព្រោះដោយសារវីដេអូនេះគាត់ខ្ញុំធ្វើឡើងចង់ចែករំលែកដល់មិត្តជាងណាហ្នឹងហើយមិត្តជាងដែលគាត់មិនទាន់ចេះបណ្ដោះឬក៏ខ្វះខាតអីអាចសួរនាំខ្ញុំបានអញ្ចឹងណាអ្វីដែលខ្ញុំជួយឆ្លើយបានខ្ញុំឆ្លើយអ្វីដែលថាខ្ញុំអត់ចេះគឺខ្ញុំមិនអាចទៅចែកអញ្ចឹងណាហ្នឹងហើយបើខ្ញុំចេះខ្ញុំអាចចែករំលែកទៅខ្លះសម្រាប់ឲ្យមិត្តជាងយើងប្រកបមុខរបរផ្នែកគ្រឿងទូរស័ព្ទហ្នឹងហើយគាត់ខ្ញុំចង់ចូលរួមមួយពីមុនមកក៏ខ្ញុំពិបាកបដោះដែរអញ្ចឹងណាប៉ុន្តែខ្ញុំអាសាព្យាយាមមើលធ្វើទៅខ្វះកន្លែងណាយើងព្យាយាមកែកន្លែងហ្នឹងអញ្ចឹងណាហ្នឹងហើយកាលណាយើងចេះទៅវាល្អដែរដោយសារយើងធ្វើទូរស័ព្ទមួយឲ្យអតិថិជនទៅអតិថិជនបានប្រើហើយយើងក៏យើងបានចំណូលចូលក្នុងផ្ទះយើងអញ្ចឹងណាអញ្ចឹងបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបើមានកំហុសខុសឆ្គងអីសូមអភ័យទោសផង